ជនសសយកស្រុកសាឡាក្រៅខេត្តបៃលិនសហការជាមួយរដ្ឋបាលស្រុកសាឡាក្រៅចោះសម្អាតដងផ្លូវសាធារណៈពីចំណុចព្រំប្រទល់ក្រុងបៃលិនដល់ស្ពានព្រំប្រទល់កម្ពុជាថៃលោកសៀសុខុមអភិបាលស្រុកសាឡាក្រៅនិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបៃលិនសហការជាមួយរដ្ឋបាលស្រុកអាជ្ញាធរស្រុកបានដឹកនាំលោកមេភូមិប្រជាការពារភូមិយុវជនសសយកចោះសម្អាតដងផ្លូវសាធារណៈបណ្ដោយផ្លូវលេខ57ពីចំណុចព្រំប្រទល់ក្រុងបៃលិននិងស្រុកសាឡាក្រៅរហូតដល់គល់ស្ពានព្រំប្រទល់ច្រកទ្វារអន្តរជាតិព្រំស្ថិតក្នុងឃុំស្ទឹងកាច់ស្រុកសាឡាក្រៅខេត្តបៃលិនលោកសៀសុខុមបានលើកឡើងថាដោយមានការណែនាំចង្អុលបង្ហាញពីសំណាក់លោកជំទាវបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិននិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តយើងបានប្រមូលកម្លាំងយុវជនសសយកខេត្តក្រុមប្រឹក្សាស្រុកសាឡាក្រៅលោកមេភូមិប្រជាការពីភូមិនាំយកម៉ាស៊ីនកាត់ស្មៅកំបិតអំបោះធ្វើការកាត់ស្មៅបោះសម្អាតដងផ្លូវដើម្បីសម្រួលដល់ការធ្វើដំណើរក៏ដូចជាការសម្អាតបរិស្ថានតាមដងផ្លូវនិងបរិស្ថានក្នុងភូមិឲ្យមានភាពស្រស់ស្អាតមានផាសុកភាពលោកបានបន្តថាសកម្មភាពរបស់យុវជនសសយកប្រជាការពីភូមិលោកមេភូមិមេឃុំអាជ្ញាធរនាពេលនេះគឺជាការរួមចំណាយជួយដល់ការងារបរិស្ថានភូមិឃុំរបស់យើងព្រោះបើយើងចាំតែមន្ត្រីជំនាញក៏មិនអាចធ្វើឲ្យបរិស្ថានផ្លូវថ្នល់របស់យើងបានស្អាតទាំងអស់ដែរលុះត្រាមានការចូលរួមពីប្រជាពលរដ្ឋយើងទាំងអស់គ្នាម្យ៉ាងទៀតនេះគឺជាសារមួយពញ្ញាស្មារតីដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអ្នកធ្វើដំណើរទាំងអស់ឲ្យមានការយកចិត្តទុកដាក់កុំបោះចោលសម្រាមផ្ដេសផ្ដាសតែត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវនិងសម្អាតបរិស្ថានជុំវិញផ្ទះនិងទីសាធារណៈឲ្យបានស្អាតប្រយោជន៍ដើម្បីសុខុមាលភាពមោទនភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ចំពោះមូលដ្ឋានភូមិឃុំរបស់ខ្លួនលោកសៀសុខុមបានបន្តថាលោកជំទាវបានស្រែមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនមានការយកចិត្តទុកដាក់បំផុតលើការងារអនាម័យនិងបរិស្ថានស្អាតដើម្បីផាសុកភាពប្រជាពលរដ្ឋនិងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តបៃលិនហើយកន្លងមកលោកជំទាវក៏បានធ្វើការតុបតែងលម្អសោភ័ណភាពក្នុងខេត្តបៃលិនដែលជាខេត្តតូចមួយនៅភាគពាយព្យនៃប្រទេសបានយ៉ាងស្រស់ឆើតឆាយ